លើ100 200ចាំខ្ញុំឲ្យតែ100 200ចា5គីឡូបានចេញមួយនេះចង់រាប់ចូលវត្ថុបុរាណណាបាទហើយយាយគាត់ចែកទិញ1គីឡូសល់ម៉ានគឺនៅផ្ទះខ្ញុំទាំងអស់បងប្អូនហើយដាច់តែ1គីឡូហ្នឹងឯងហើយមួយចានដែកហ្នឹងគឺដាច់នៅផ្ទះខ្ញុំហ្នឹងឯងហើយនឹងម៉ាក់ខ្ញុំបងប្អូនអញ្ចឹងគាត់ទិញហើយគាត់ថ្លឹងម្ដុំគីឡូដូចដើមវីដេអូអញ្ចឹងបងប្អូនហើយនោះពូបងប្អូនពូខ្ញុំគឺអត់បានជួយទិញតែជួយតថ្លៃបងប្អូនហើយនេះថ្លឹងម្ដងគីឡូបាទហើយអ៊ំនោះគាត់ដឹងដែរហើយយើងលួចសើចក៏ពិតគាត់ជួបគ្នាម្ដងយើងគាត់យើងញោះគ្នាលេងអីដែរហ្នឹងបងហើយអាប្រកែកយើងលុយ1000 2000ហ្នឹងគឺខ្ញុំអ្នកចេញបាទអាពេលថ្លឹងហ្នឹងគាត់ថា1000ហ្នឹងអត់ចោលឯនេះនោះខ្ញុំបងប្អូនខ្ញុំស្ដាប់សលេងស៊ីនខ្ញុំដាក់ឲ្យស្ដាប់ហើយខ្ញុំនេះបានថាតើអា1000 2000ហ្នឹងបើនេះទេចាំខ្ញុំអ្នកចេញមានណាងបងដល់ពេលថ្លឹងតឡងរួចអ្នកម្ដាយខ្ញុំទាលុយពីខ្ញុំទាំងអស់បាទហើយមានណាពេលគាត់ទាខ្ញុំមានធ្វើម៉េចចង្កយតឡងហ្នឹងគឺខ្ញុំអ្នកចេញទាំងអស់បាទចានដែកហ្នឹងបងឯងវាចូលដល់ថោកទៀតពេកហើយបង